សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាំបងប្អូនទាំងអស់គ្នាទៅភ្នំពេញជាមួយខ្ញុំពួកអីខ្លាចវិញនៅភ្នំពេញដោយសារខ្ញុំមិនមែនអ្នកភ្នំពេញទេហើយឥឡូវនេះមុននឹងចេញដំណើរទៅគឺមកភ្ជាប់ Bluetooth ស្ដាប់បទចម្រៀងមួយសិនហើយក៏បន្តទៅចាក់សាំងឡានដោយសារឡានរៀងអស់សាំងហើយក្រាសាំងមកកន្លែងនេះគឺអត់នៅឆ្ងាយពីផ្ទះខ្ញុំទេគឺនៅជិតផ្ទះខ្ញុំចឹងខ្ញុំមកចាក់កន្លែងនេះហើយបន្ទាប់មកខ្ញុំក៏បានចេញដំណើរទៅភ្នំពេញតែម្ដងនៅតាមផ្លូវគឺស្ងប់ស្ងាត់ដោយសារតែខ្ញុំបើកឡានម្នាក់ឯងអត់មានអីក្រៅពីចម្រៀងទេមានតែបើកចម្រៀងស្ដាប់តាមផ្លូវកំដរអារម្មណ៍ហើយឥឡូវមកដល់កន្លែងច្រកផ្លូវលបឿនលឿនហើយចឹងបន្ទាប់ពីឆ្លងកាត់កន្លែងវិជាបងប្រាក់ហើយខ្ញុំក៏បន្តដំណើរទៅភ្នំពេញតែម្ដងជាមួយនឹងចម្រៀងរបស់ខ្ញុំហើយមើលទេសភាពគឺស្រស់ស្អាតមែនទែននៅតាមផ្លូវពីធ្វើដំណើរអស់រយៈពេល2ម៉ោងអ្នកទាំងអស់គ្នាពីកំពង់សោមមកភ្នំពេញអញ្ចឹងឥឡូវនេះខ្ញុំបានមកដល់ភ្នំពេញហើយឥឡូវខ្ញុំនឹងមានការងារធ្វើជាច្រើននៅភ្នំពេញអញ្ចឹងឥឡូវខ្ញុំទៅដោះស្រាយការងារមួយសិនឥឡូវនេះខ្ញុំត្រូវចូលមើលឡានអាគុយមួយសិនអ្នកទាំងអស់គ្នាដោយសារខ្ញុំណាត់គេមើលឡានអាគុយហើយឥឡូវនេះខ្ញុំបានមកដល់កន្លែងក្រុមហ៊ុន SDB ឡានអង្គុយនឹងហើយអ្នកទាំងអស់គ្នាកន្លែងនេះគឺគេមានការទទួលរាក់ទាក់យើងបានល្អមែនទែនហើយនេះគឺជាបងប្អូនរបស់ខ្ញុំមកជួបគ្នានៅកន្លែងហ្នឹងឥឡូវនេះខ្ញុំដើរចូលមកខាងក្នុងហើយនៅខាងក្នុងនេះគឺសម្បូរទៅដោយឡានអង្គុយហើយក៏មានឡានអង្គុយលីសាំងផងដែរហើយសិតតាសេរីឆ្នាំ2024 2025បន្ទាប់មកខ្ញុំក៏បានអង្គុយលេងនិយាយគ្នាជាមួយនឹងខាងផ្នែកលក់និងម្ចាស់ក្រុមហ៊ុននេះតែម្ដងដោយសារពួកយើងបានស្គាល់គ្នាហើយក៏មានការសហការគ្នាជាមួយអាជីវកម្មខ្លះដែរពេលនេះពួកយើងបានជួបគ្នាហើយបន្ទាប់មកក៏បាននិយាយលេងសើចហើយគាត់ចូលចិត្តក្មេងមែនទែនអ្នកទាំងអស់គ្នាឥឡូវយើងនិយាយបន្តពីការងារទៀតអស់មកស្ទុះធំហើយនិយាយគ្នានេះគឺនិយាយរហូតទៅដល់ហួសម៉ោងបាយតែម្ដងអញ្ចឹងនៅកន្លែងនេះគឺមានបាយដែរអ្នកទាំងអស់គ្នាប៉ុន្តែបានញ៉ាំបាយនៅកន្លែងហ្នឹងទេគេមានកាហ្វេហើយខ្ញុំក៏ហៅកាហ្វេមកកំប៉ុងមកញ៉ាំទៅបន្ទាប់មកយើងក៏បានដើរទៅមើលឡានបន្តិចតួចហើយឡាននៅនេះគឺថ្មីហើយបន្ទាប់ពីយើងបានទិញហើយក៏គេមានការធានាឲ្យយើង6ខែដែរអ្នកទាំងអស់គ្នាហើយបើនិយាយពីឡានអង្គុយក៏អាចជួយបាក់ថែមបានច្រើនដែរអ្នកនរគ្នាដោយសារតែឡានអង្គុយគឺអត់មានជាតិចំហេះទេនៅពេលដែលយើងបើកបរទៅខុសពីឡានសាំងហើយបើនិយាយពីការប្រើប្រាស់គឺសន្សំសំចៃបានច្រើនហើយចំពោះការ design នៅខាងក្នុងក៏លក្ខណៈ luxury ផងដែរហើយឃើញខ្ញុំថតឡាននេះគឺខ្ញុំមិនមែនអ្នក review ឡានអង្គុយទេអ្នកនរគ្នាគឺខ្ញុំគ្រាន់តែមកមើលឡានហើយខ្ញុំក៏ជាថតទៅដោយសារខ្ញុំក៏ជាមនុស្សម្នាក់ដែលចូលចិត្តឡានមួយរូបដែរតទៅពីមើលឡានរួចរាល់ហើយអស់ហើយខ្ញុំក៏បានធ្វើដំណើរទៅមុខទៀតគឺទៅធនាគារចិនអ្នកនរគ្នាខ្ញុំភ្លេចប្រាប់ថាថ្ងៃនេះខ្ញុំត្រូវឡើងមកភ្នំពេញដើម្បីតម្កល់ប្រាក់ធ្វើដំណើរទៅប្រទេសចិនដោយសារតែខ្ញុំនៅលីវខ្ញុំអត់តរៀបអាពាហ៍ពិពាហ៍ទេគឺទៅឯកជនអញ្ចឹងគេតម្រូវឲ្យខ្ញុំតម្កល់ប្រាក់មួយចំនួនដើម្បីស្នើសុំទឹកតការទៅប្រទេសចិនហើយឥឡូវនេះខ្ញុំបានមកដល់ធនាគារហើយបន្ទាប់មកគេឲ្យយើងចុចលេខរងចាំបន្ទាប់ពីរងចាំអស់មកស្ទុះយើងត្រូវចូលមកកន្លែងសាកសួរព័ត៌មានដើម្បីបង្កើតកុងសិនចឹងខាងធនាគារគេតម្រូវឲ្យខ្ញុំបំពេញព័ត៌មានផ្ទាល់ខ្លួនខ្លះដើម្បីបង្កើតកុងមួយបន្ទាប់ពីបំពេញព័ត៌មានរួចរាល់ហើយខ្ញុំក៏មកអង្គុយចាំទៀតហើយបងស្រីខ្ញុំក៏គាត់សម្ភាសខ្ញុំលេងមកតម្កល់លុយដើម្បីទៅប្រទេសចិនស្នើសុំវីសាចុះបងត្រូវតម្កល់លុយមែនដែរពីដុំចាអូខេនេះដោយសារតែបងអត់តន់គ្រប់អាយុដាក់ពីពីយើងនៅលីវអញ្ចឹងហើយយើងត្រូវតម្កល់លុយហើយការស្នើសុំវីសាទៅចិនដោយសារលើកនេះខ្ញុំធ្លាប់ទៅប៉ុន្តែរាល់លើកគឺខ្ញុំទៅមិនមែនឯកជនទេតែលើកនេះខ្ញុំទៅឯកជនអញ្ចឹងយើងត្រូវមកស្នើម្ដងទៀតព្រោះអីដោយសារតែបងត្រូវទៅធ្វើ business ថ្មីត្រូវទេបង Yes អូខេហើយឥឡូវនេះដល់លេខរៀងរបស់ខ្ញុំហើយខ្ញុំក៏បានយកលុយមកតម្កល់បន្ទាប់មកខ្ញុំទៅកន្លែងសាកសួរព័ត៌មានទៀតហើយអ្នកនរគ្នាដើម្បីដាក់លេខកូដសម្ងាត់ហើយយើងចុចលេខកូដនេះគឺសម្រាប់ពេលដែលយើងដកលុយនឹងវិញនៅពេលដែលយើងត្រឡប់មកពីប្រទេសចិនវិញអ្នកនរគ្នាអញ្ចឹងយើងត្រូវចាំលេខកូដហ្នឹងពេលនេះខ្ញុំកំពុងតែសញ្ញាជាច្រើនក្តាស់មែនទែនអ្នកនរគ្នាដើម្បីដកសភៅមួយក្បាលនេះដែលជាសភៅតម្កល់ប្រាក់ហ្នឹងអញ្ចឹងនៅពេលដែលយើងទៅស្ថានទូតយើងត្រូវយកសភៅនេះទៅនឹងក្តាស់មកស្លឹកពណ៌សហ្នឹងហើយនឹងលិខិតឆ្លងដែននិងរូបថតផ្ទៃសខាងក្រោយព្រមទាំងសភៅគ្រួសាររបស់យើងហើយបន្ទាប់ពីយើងមានឯកសារនឹងគ្រប់គ្រាន់ហើយយើងអាចយកទៅដាក់ស្ថានទូតបានហើយប៉ុន្តែខ្ញុំអត់បានយកទៅដាក់ខ្លួនឯងទេអ្នកនរគ្នាខ្ញុំឲ្យបងប្រុសខ្ញុំគាត់រៀបចំយកទៅដាក់ឲ្យដោយសារខ្ញុំប្រញាប់ត្រឡប់មកកំពង់សោមវិញហើយឥឡូវនេះខ្ញុំកំពុងតែស្ថិតនៅលើផ្លូវលបឿនលឿននៅតាមផ្លូវកំពុងតែមានភ្លៀងធ្លាក់បន្ទាប់ពីភ្លៀងហើយ20នាទីក្រោយមេឃក៏ចាប់ផ្ដើមរាំងវិញខ្ញុំត្រឡប់មកដល់កំពង់សោមដោយសុវត្ថិភាពហើយក៏លេចមកមើលថ្ងៃវិញគឺរៀបលិចហើយអ្នកទាំងអស់គ្នាហើយទេសភាពមួយនេះគឺស្រស់ស្អាតមែនទែនអញ្ចឹងខ្ញុំក៏សូមអរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលដ៏មានតម្លៃទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់